ជាដំបូងខ្ញុំសូមជម្រាបសួរលោកគ្រូខ្ញុំឈ្មោះស្រុនស្រីណេតមកពីថ្នាក់អំដែលមានលេខរៀងទី6នេះគឺជាវីដេអូ slide តាក់ទងជាមួយនឹងមេរៀននៅសប្តាហ៍ទី7តាក់ទងជាមួយនឹងការវិទ្យាល័យការអនុវត្តនិងការវិទ្យាល័យជាក់ស្ដែងនិងនីតិបទតាក់ទងជាមួយនឹងមេរៀននេះទាំងអស់មាន9មាតិកាចឹងខ្ញុំសូមទៅមាតិកាទី1តាក់ទងជាមួយនឹងការវិទ្យាល័យការអនុវត្តនិងការវិទ្យាល័យជាក់ស្ដែងតើការវិទ្យាល័យអនុវត្តជាអ្វីតកតងជាមួយនឹងការវិទ្យាល័យអនុវត្តគឺជាការវាស់ស្ទង់សមត្ថភាពរបស់សិស្សក្រោយពីសិក្សាអ្វីមួយហើយគាត់យកទៅអនុវត្តផ្ទាល់ដើម្បីបង្កើតឲ្យចេញជារូបរាងឬក៏ផលិតផលណាមួយតកតងជាមួយនឹង slide បន្ទាប់គឺជាការវិទ្យាល័យលើការអនុវត្តនិងការវិទ្យាល័យជាក់ស្ដែងអញ្ចឹងចំណុចslide មួយនេះគេនិយាយពីយមន័យទាំង3លើកយកមកនិយាយតកតងជាមួយនឹងការវិទ្យាល័យការអនុវត្តពាក់ព័ន្ធទៅការវិទ្យាល័យអនុវត្តគឺជាពាក់ព័ន្ធនឹងការបង្ហាញរបស់សិស្សលើផ្នែកបំណិនសមត្ថភាពនិងការបង្កើតផលិតផលនិងការបង្កើតចម្លើយឬធ្វើបទបង្ហាញតកតងជាមួយនឹងការវិទ្យាល័យអនុវត្តហ្នឹងគេចង់និយាយឧទាហរណ៍ថាបើសិនជាគាត់រៀនតកតងជាមួយមុខវិជ្ជាវិទ្យាសាស្ត្រតកតងជាមួយនឹងរុក្ខជាតិអញ្ចឹងនៅពេលដែលគាត់សិក្សាហើយគាត់អាចយកចំណេះដឹងរបស់គាត់ហ្នឹងយកទៅអនុវត្តទៅចាំជីវភាពប្រចាំថ្ងៃរបស់គាត់បានដូចជាឧទាហរណ៍ថាគាត់រៀនតកតងជាមួយនឹងការដាំផ្កាអញ្ចឹងគាត់យកអាការរៀនចំណេះដឹងរបស់គាត់មានក្នុងខ្លួនរបស់គាត់ហ្នឹងយកទៅអនុវត្តការដាំផ្ការបស់គាត់អញ្ចឹងអាហ្នឹងគឺជាក្រោយពេលគាត់ដាំផ្កាហើយអញ្ចឹងលោកគ្រូអ្នកគ្រូគាត់អាចវិទ្យាល័យបានថាសិស្សហ្នឹងគាត់មានផ្នែកបំណិនគាត់នឹងល្អឬក៏មិនល្អចឹងទៅហើយតកតងជាមួយនឹងការវិទ្យាល័យជាក់លាក់តកតងជាមួយនឹងការវិទ្យាល័យនេះដែរគឺជាប្រភេទការវិទ្យាល័យដែលតម្រូវឲ្យសិស្សអនុវត្តការងារជាក់ស្ដែងចឹងមានន័យថាបើសិនជាគាត់អនុវត្តហើយគាត់ត្រូវបង្ហាញពីការអនុវត្តរបស់គាត់ប្រកបដោយចំណេះដឹងនិងជំនាញច្បាស់លាស់ទៀតឧទាហរណ៍ថាគាត់ដាំផ្កាគាត់ដាំហើយសត្វផ្កាហ្នឹងងាប់ដោយសារអីដោយសារគាត់ដាក់ជីគ្រប់គ្រាន់ឬក៏ជីលេសពេកឬក៏ទឹកអីចឹងទៅអញ្ចឹងបើសិនជាគាត់ចឹងគឺការវិទ្យាល័យជាក់លាក់របស់គាត់ហ្នឹងអត់ប្រកបដោយប្រសិទ្ធភាពទេលុះត្រាតែគាត់ដាំផ្កាហើយផ្កាបានផ្កាស្អាតលូតលាស់ល្អអាហ្នឹងបានជាគ្រូថាអាចវិទ្យាល័យជាក់ស្ដែងបានទៅតាមជំនាញច្បាស់លាស់របស់គាត់ហើយតកតងជាមួយនឹងការវិទ្យាល័យជាក់ស្ដែងនៅពេលដែលយើងកំណត់តេស្តជាប្រភេទកិច្ចការសិស្សធ្វើសកម្មភាពអញ្ចឹងវិទ្យាល័យជាក់ស្ដែងហ្នឹងក្រោយពីរៀនហើយគាត់ត្រូវតែវិទ្យាល័យលើលក្ខណៈជាក់ស្ដែងរបស់សិស្សរៀនហើយឲ្យសិស្សអនុវត្តអាហ្នឹងគឺជាការវិទ្យាល័យជាក់ស្ដែងខ្ញុំសូមទៅ slide បន្ទាប់អញ្ចឹងចំណុចនេះគឺជាការវិទ្យាល័យការអនុវត្តនិងការវិទ្យាល័យជាក់ស្ដែងការវិទ្យាល័យនិងការអនុវត្តជាក់ស្ដែងគឺមាន6ចំណុចតពី slide មុនចំណុចទី1ភាពពិតជាក់ស្ដែងអញ្ចឹងមានន័យថាពេលដែលគាត់បង្ហាញការងារហ្នឹងហើយគាត់ត្រូវតែមានភាពពិតជាក់ស្ដែងយកមកឲ្យលោកគ្រូអ្នកគ្រូគាត់មើលតាក់ទងជាមួយនឹងដាំផ្កាគាត់ត្រូវយកអារុក្ខជាតិផ្កាដែលគាត់ដាំហ្នឹងយកមកឲ្យលោកគ្រូអ្នកគ្រូគាត់មើលចឹងអាហ្នឹងមិនគាត់អាចវិទ្យាល័យបានទី1ការវិនិច្ឆ័យលើការច្នៃប្រឌិតអញ្ចឹងពេលដែលគាត់ឃើញហើយគាត់ត្រូវវិនិច្ឆ័យទៅលើអារុក្ខជាតិដែលគាត់ឃើញរបស់សិស្សហ្នឹងហើយត្រូវមានឲ្យសិស្សហ្នឹងមានភាពច្នៃប្រឌិតជាងមុនទៅទៀតហើយតកតងជាមួយតម្រូវឲ្យសិស្សធ្វើការងារអញ្ចឹងតកតងជាមួយចំណុចមួយហ្នឹងយើងគ្រូត្រូវតម្រូវឲ្យសិស្សគាត់ធ្វើការងារហ្នឹងឲ្យបានល្អបើសិនជាគាត់យកអាហ្នឹងហើយបើសិនជាមានចំណុចខ្វះខាតអីគាត់អាចធ្វើឲ្យតម្រូវឲ្យសិស្សហ្នឹងធ្វើសារឡើងវិញអីចឹងទៅតកតងជាមួយចំណុចមួយទៀតវាតម្លៃសមត្ថភាពអញ្ចឹងបើសិនជាវាតម្លៃចំណុចទី4សំទោសចំណុចទី4គឺជាការផ្សារភ្ជាប់ទៅនឹងបទពិសោធន៍របស់មនុស្សពេញវ័យនិងការងារឧទាហរណ៍ថាយើងរៀនតកតងជាមួយនឹងមុខវិជ្ជាជីវៈឲ្យសិស្សទៅដាំផ្កាចាំមានន័យថាសិស្សខ្លះគាត់មានចំណេះដឹងគាត់ដឹងថាដាំផ្កាពីនេះទៅនេះបានហើយប៉ុន្តែបើសិនជាគាត់ដឹងតែស្រាប់តែយកអនុវត្តផ្ទាល់គាត់អត់សូវចេះអញ្ចឹងគាត់អាចទៅផ្សារភ្ជាប់ជាមួយនឹងបទពិសោធន៍រស់នៅបានគាត់អាចទៅសួរមនុស្សចាស់ដែលនៅរស់នៅក្នុងផ្ទះដូចជាឪពុកម្ដាយឬក៏បងគាត់បានអាហ្នឹងគឺជាចំណុចដែលផ្សារភ្ជាប់ទៅជាមួយនឹងមនុស្សពេញវ័យ
ហើយពេលដែលធ្វើហើយគាត់អាចវាតម្លៃសុខភាពខ្លួនឯងបានថាគាត់ធ្វើបានល្អដល់កម្រិតណាកម្រិតមធ្យមឬក៏ល្អឬក៏បង្គួរអីចឹងទៅហើយចំណុចចុងក្រោយគឺជាការផ្ដល់ឱកាសពិនិត្យឡើងវិញអនុវត្តនិងពិចារណាទៅលើធនធាននិងព័ត៌មានត្រឡប់តើតើមួយចំណុចមួយនឹងដែរក្រោយពីសិស្សគាត់ព្យាយាមអនុវត្តបំណិនមកដាំផ្កាប្រកបហើយត្រូវយកយើងជាគ្រូត្រូវផ្ដល់ឱកាសត្រួតពិនិត្យនិងពិចារណាលើធនធានរបស់គាត់ថាតើគាត់ធ្វើបានកម្រិតនឹងល្អឬក៏នៅបើសិនជាសិស្សនៅយើងជាគ្រូត្រូវផ្ដល់ព័ត៌មានត្រឡប់ទៅឲ្យសិស្សវិញតាក់ទងជាមួយនឹងផ្ដល់ចំណេះដឹងដែលគាត់អត់ទាន់ដឹងបន្ថែមទៅលើបំណិនរបស់គាត់ហ្នឹងហើយតាក់ទងជាមួយនឹង slide បន្ទាប់ទៀតអឺការវាតម្លៃតពី slide មុនដែរអញ្ចឹងមានន័យថាតកតងជាមួយនឹងការវិតម្លៃជាក់ស្ដែងហ្នឹងវាលើសពីការធ្វើប្រឡងដោយលើសពីការប្រឡងព្រោះការប្រឡងសិស្សគាត់ប្រឡងសេកដាស់គ្រូដាក់កិច្ចការទៅសិស្សធ្វើទោះគាត់ជាក់ស្ដែងគាត់យកហ្នឹងយកទៅប្រើនឹងជីវភាពរស់នៅអត់បានប៉ុន្តែគាត់អាចធ្វើនៅលើกระดาษបានប៉ុន្តែតកតងជាមួយនឹងការវិតម្លៃអនុវត្តនិងជាក់លាក់នេះយើងវិតម្លៃទៅលើការសង្កេតការបង្ហាញផ្ទាល់មាត់របស់សិស្សនិងយកឬក៏ការបង្ហាញបទពិសោធន៍ឬការសម្ភាសន៍ឬក៏ឲ្យសិស្សគាត់រៀបគម្រោងតាក់ទងជាមួយនឹងការដាំផ្កានឹងមកឲ្យយើងហើយយើងអាចសង្កេតគាត់បានថាគាត់ពិតជាមានបំណិញនៅក្នុងការដាំផ្កានឹងមែនតាក់ទងជាមួយនឹង slide ទី2ចំណុចទី2ចរិតលក្ខណៈនៃការវិតម្លៃអនុវត្តអញ្ចឹងចរិតលក្ខណៈនៃការវិតម្លៃអនុវត្តគឺមាន6សំទោសមាន7ចំណុចទី1សិស្សពន្យល់និងប្រាប់ហេតុផលនឹងការពារអញ្ចឹងនៅពេលដែលគាត់គាត់ដាំផ្កាដាំអីហើយសិស្សគាត់អាចបញ្យល់ពីរបៀបនៅដាំអាចបញ្យល់ប្រាក់គ្រូបានតកតងជាមួយនឹងរបៀបដាំផ្កាហេតុផលអីបានផ្កាវាងាប់ហេតុផលអីបានផ្កាហ្នឹងវាលូតលាស់បានល្អចឹងមកអាហ្នឹងគឺជាការបញ្យល់របស់សិស្សត្រឡប់មកយើងវិញតកតងជាមួយនឹងការវាតម្លៃអនុវត្តនឹងបើសិនជាសិស្សក៏អត់បានធ្វើអញ្ចឹងក៏អាចបញ្យល់បានតកតងជាមួយនឹងការដាំផ្កានឹងបានទេទី2សិស្សសម្ដែងបង្កើតកសាងផលិតផលនិងធ្វើអ្វីមួយអញ្ចឹងមានន័យថាគាត់សម្ដែងប្រាប់ថាមុននឹងដាំផ្កាក៏ត្រូវជីកដីមិនជីកជ្រៅឬក៏ជីករាក់ឬត្រូវដាក់ជីមិនដើម្បីឲ្យការនឹងវាលូតលាស់បានល្អមុនដំបូងត្រូវបដូរគ្រាប់ពូជអីមិនចឹងទៅអញ្ចឹងអាហ្នឹងគឺជាចរិតលក្ខណៈនៃការវិទ្យាល័យអញ្ចឹងគ្រូក្រោយពីការឃើញការសម្ដែងរបស់សិស្សការបង្កើតរបស់សិស្សការកសាងផលិតផលឡើងវិញលោកគ្រូគាត់អាចវិទ្យាល័យបានហើយទី3សិស្សប្រើបំណិញដោយប្រើហេតុផលអញ្ចឹងមានថាបើសិនជាគាត់អនុវត្តហើយគាត់ត្រូវតែមានហេតុផលយកមកប្រាប់គ្រូថាហេតុអីបានត្រូវធ្វើបែបហ្នឹងហេតុអីបានអត់ធ្វើចេះមកធ្វើចេះវិញអាហ្នឹងគឺជាការប្រើប្រាស់បំណិញផ្ទាល់ខ្លួនរបស់គាត់ដែរអញ្ចឹងលោកគ្រូគាត់អាចគាត់អាចវិទ្យាល័យបានថាសិស្សហ្នឹងប្រកាសជាមានចំណេះដឹងផ្នែកបំណិញហ្នឹងគឺច្បាស់លាស់ប្រើប្រាស់គំនិតសំខាន់ដែលមិនចាំបាច់ពាក់ព័ន្ធអញ្ចឹងមានថាគាត់សិស្សទាំងអស់ហ្នឹងត្រូវតែរៀនប្រើគំនិតសំខាន់ដែលពាក់ព័ន្ធជាមួយនឹងការដាំផ្កាហ្នឹងមកប្រាប់គ្រូអាហ្នឹងគឺជាការប្រើគំនិតសំខាន់ទូទៅចម្លើយមានលើសពី1អញ្ចឹងនៅពេលដែលគ្រូសួរសំណួរមួយដែលតកតងជាមួយនឹងការដាំផ្កាអញ្ចឹងបើសិនជាគ្រូសួរថាតើដើម្បីផ្កាល្អត្រូវប្រើជីអីខ្លះអញ្ចឹងមានន័យថាសិស្សគាត់អាចមានចម្លើយលើសពី1ទី1ក៏អាចឆ្លើយថាជីអាចគោចឹងទៅទី2គាត់អាចឆ្លើយថាជីអាចមន់ជីអាចទាឬក៏ទី3គាត់អាចឆ្លើយថាជីកំប៉ុងអីចឹងទៅអញ្ចឹងមានថាចម្លើយដែលគាត់ផ្ដល់ទៅឲ្យគ្រូវិញគឺវាលើសពី1អញ្ចឹងលោកគ្រូអ្នកគ្រូគាត់អាចវាតម្លៃបានថាសិស្សហ្នឹងគាត់ស្វែងយល់បានច្បាស់តកតងជាមួយនឹងការបំណិញអនុវត្តរបស់គាត់បានអញ្ចឹងតម្រូវឲ្យធ្វើនិទេសបទលើលក្ខណៈវិនិច្ឆ័យច្បាស់លាស់សម្រាប់ដាក់បន្ទុកអញ្ចឹងលោកគ្រូត្រូវតម្រូវមើលបែបបទនៃការដើមផ្កានៃការជីកដីនៃការដាក់ជីរបស់គាត់ឲ្យបានវិនិច្ឆ័យច្បាស់លាស់សម្រាប់ការដាក់បន្ទុកឲ្យសិស្សហ្នឹងហើយតកតងslide ទីប៉ុណ្ណឹងគឺខ្ញុំសូមបញ្ចប់ថតដល់ចំណុចហ្នឹងខ្ញុំសូមតទៅចំណុចបន្ទាប់តកតងជាមួយនឹងចំណុចខ្លាំងនិងចំណុចខ្សោយនិងដែនកំណត់ការវាតម្លៃអនុវត្តចឹងមានន័យថាការវាតម្លៃអនុវត្តហ្នឹងក៏វាមានចំណុចខ្លាំងចំណុចខ្សោយរបស់វាដែរអញ្ចឹង slide នេះគេលើកចំណុចខ្លាំងយកមកនិយាយចឹងនៅពេលដែលការវាតម្លៃអនុវត្តហ្នឹងយើងអាចវាស់វែងពីបំណិញនិងការបង្ហាញហេតុផលចឹងបើសិនជាចំណុចខ្លាំងរបស់សិស្សគាត់អាចវាស់វែងពីសមត្ថភាពពីការអនុវត្តរបស់គាត់ជាក់ស្ដែងថាវាល្អឬក៏មិនល្អចឹងទៅ
គ្រូប្រើលក្ខណៈវិនិច្ឆ័យជាក់លាក់សម្រាប់ការវិទ្យាល័យចឹងមានថាគ្រូក៏ប្រើលក្ខណៈវិនិច្ឆ័យជាក់លាក់ហ្នឹងមិនគ្រូគាត់អាចមើលជាក់ស្ដែងនឹងការវិទ្យាល័យសិស្សមិនមែនគ្រាន់តែឧទាហរណ៍ថាបើយើងប្រឡងតាមក្រដាសចឹងចឹងសិស្សខ្លះគាត់អាចលួចមើលគេគាត់អត់ចេះទេតែគាត់លួចមើលគេចម្លងបានបន្ទុកប៉ុន្តែបើសិនជាយើងវិទ្យាល័យលើការអនុវត្តជាក់ស្ដែងបើសិនជាសិស្សនឹងគាត់ធ្វើអត់កើតគឺអត់កើតបើសិនជាសិស្សនឹងធ្វើកើតគាត់នឹងធ្វើកើតហើយចំណុចមួយទៀតមានការចូលរួមយ៉ាងសកម្មរបស់សិស្សចឹងបើសិនជាគ្រូគាត់វាតម្លៃការអនុវត្តចឹងសិស្សគាត់មានការចូលរួមធ្វើឲ្យសិស្សមានការចង់ចូលរួមឧទាហរណ៍ថាទី1ឧទាហរណ៍ថាយើងរៀនគណិតវិទ្យាបូកលេខអាប់វិធីសាស្ត្រអាប់លុយរៀនហិរញ្ញវត្ថុតទៅជាមួយនឹងមេរៀនហិរញ្ញវត្ថុចឹងសោះចឹងមានន័យថាក្រោយរៀនហើយយើងគ្រូគាត់ផ្ដល់ចំណេះដឹងឲ្យសិស្សតទៅជាមួយនឹងការអាប់លុយអញ្ចឹងសិស្សពេលដែលគាត់អនុវត្តនៅលើក្តារឬក៏រៀនល្បែងហ្គេមល្បែងសិក្សាដូចជាផ្សារទំនើបឲ្យសិស្សគាត់មានក្រដាសប្រាក់ទៅទិញអីវ៉ាន់ហើយឲ្យអ្នកលក់ហ្នឹងអាប់លុយមកវិញឬក៏អីចឹងអាហ្នឹងគឺជាការចូលរួមពេលដែលធ្វើបែបហ្នឹងគឺសិស្សគាត់មានសប្បាយចិត្តនឹងការចូលរួមរបស់យើងគាត់គ្មានសម្ពាធខ្លាំងគាត់អត់មានសម្ពាធខ្លាំងតាក់ទងជាមួយនឹងការចូលរួមអញ្ចឹងវាគឺជាចំណុចខ្លាំងរបស់ការអនុវត្តជាក់ស្ដែងការវិទ្យាល័យអនុវត្តដែរការលើកទឹកចិត្តសិស្សឲ្យវាតម្លៃខ្លួនឯងចឹងមានន័យថាយើងជាគ្រូត្រូវតែលើកទឹកចិត្តសិស្សក្នុងការវាតម្លៃខ្លួនឯងថាយើងធ្វើដល់កម្រិតហ្នឹងយើងបានត្រឹមត្រូវនៅល្អនៅចឹងយើងត្រូវបើសិនជាគាត់មានបើគាត់នៅចំណុចខ្វះខាតយើងជាគ្រូត្រូវមានការលើកទឹកចិត្តក៏ឯងត្រូវខំប្រឹងក្នុងចំណុចនេះក៏ឯងត្រូវស្វែងយល់បន្ថែមអាហ្នឹងគឺជាការលើកទឹកចិត្តរបស់គ្រូការសិក្សាកើតឡើងអំឡុងពេលវាតម្លៃចឹងមានន័យថាចេះបើសិនជាខ្ញុំនិយាយលើកមុនតកតងជាមួយនឹងការលេងហ្គេមសារទំនើបឲ្យសិស្សម្នាក់ជាអ្នកលក់សិស្សម្នាក់ជាអ្នកទិញចឹងមានន័យថានៅពេលដែលសិក្សាហ្នឹងលោកគ្រូគាត់អាចវាតម្លៃភ្លាមតកតងជាមួយនឹងសិស្សបើសិនជាសិស្សអ្នកលក់គាត់ចេះអាប់លុយអត់ចឹងមានថាបើសិនជាគាត់ចេះអាប់លុយមានថាបំណិញនៃការអនុវត្តជាក់ស្ដែងរបស់គាត់ហ្នឹងគឺច្បាស់លាស់គាត់ចេះចឹងមានថាលោកគ្រូគាត់អាចវាតម្លៃបានហ្មងអំឡុងពេលសិក្សាហ្នឹងហ្មងមិនចាំប្រើពេលយូរទេសង្កត់ធ្ងន់លើការអនុវត្តចំណេះដឹងសង្កត់ធ្ងន់គេចង់សំដៅទៅលើការគាត់បើសិនជាគាត់មានចំណេះដឹងហើយបើសិនជាគាត់អត់យកទៅអនុវត្តវាអត់ល្អសម្រាប់គាត់ទេអញ្ចឹងយើងត្រូវសង្កត់ធ្ងន់ឲ្យគាត់យកចំណេះដឹងគាត់ហ្នឹងយកទៅអនុវត្តសម្រាប់ជីវភាពចាំថ្ងៃរបស់គាត់វាផ្សារជាប់ជាមួយនឹងជីវវិតពិតអញ្ចឹងមានន័យថាបើសិនជាយើងរៀនមេរៀនហិរញ្ញវត្ថុអញ្ចឹងយើងត្រូវតែឲ្យសិស្សយើងយកផ្សារជាប់ជាមួយនឹងជីវភាពរស់នៅរបស់គាត់រាល់ថ្ងៃព្រោះដោយសារអីគាត់មានលុយចាយអញ្ចឹងគាត់អាចដឹងពីរបៀបនៃការអាប់លុយដឹងរបៀបនៃការចាយលុយនឹងបានហើយអញ្ចឹងចំណុចបន្ទាប់ទៀតគឺចំណុចខ្សោយទី1គឺពិបាកបង្កើតភាពជាក់លាក់និងភាពជឿជាក់អញ្ចឹងមានន័យថាបើសិនជាចំណុចខ្សោយរបស់ការអនុវត្តជាក់ស្ដែងហ្នឹងពេលខ្លះយើងឲ្យគាត់អនុវត្តនៅពីមុខយើងតកតងជាមួយនឹងការអាប់លុយអាប់អីចឹងទៅវាបង្កើតភាពជឿជាក់ពិបាកបង្កើតភាពជឿជាក់ឲ្យសិស្សខ្លះគាត់មានការអៀនខ្មាស់អីចឹងទៅអញ្ចឹងធ្វើឲ្យគាត់ពិបាកក្នុងការបង្កើតអាភាពជឿជាក់របស់គាត់មានភាពលំអៀងលើការវាស់វែងដោយសារតែធម្មជាតិការផ្ដល់បន្ទុករបស់គ្រូជាធម្មតាការផ្ដល់បន្ទុករបស់គ្រូតែងតែមានការលំអៀងវាអត់ច្បាស់លាស់ឬក៏មិនអាចស្មើ 100% ទេព្រោះដោយសារអីក្នុងចំណោមសិស្សទាំងអស់ប្រកាសជាមានសិស្សដែលគាត់ចូលចិត្តនិងសិស្សខ្លះគាត់អត់ចូលចិត្តអញ្ចឹងលោកគ្រូគាត់អាចលំអៀងទៅលើសិស្សណាម្នាក់បានការសម្ដែងរបស់សិស្សប្រែប្រួលតាមពេលវេលានិងលទ្ធផលក្នុងការសន្និដ្ឋានមិនត្រឹមត្រូវអញ្ចឹងបើការសម្ដែងរបស់សិស្សវាប្រើពេលវេលាឧទាហរណ៍ថាសិស្សគាត់សម្ដែងមួយពេលខ្លះគាត់មានភាពអៀនភាពអីចឹងទៅធ្វើឲ្យពេលវេលានៃការទទួលលទ្ធផលហ្នឹងវាអត់ត្រឹមត្រូវទេឧទាហរណ៍ថាកំណត់5នាទីសិស្សហ្នឹងគាត់មានការអៀនធ្វើឲ្យការសម្ដែងរបស់គាត់ខុសវាអាចឆ្លងទៅដល់10នាទីអីចឹងទៅអាហ្នឹងគឺជាការសន្និដ្ឋានមិនត្រឹមត្រូវទាមទារឲ្យគ្រូពិចារណាលើពេលវេលានិងរៀបចំបំពេញឲ្យសិស្សអញ្ចឹងដូចខ្ញុំនិយាយពីមុនអញ្ចឹងបើសិនជាការសម្ដែងរបស់គាត់វាស៊ីពេលលើសអ្វីដែលយើងគម្រោងទុកចឹងគ្រូគាត់ទាមទារពិចារណាលើពេលវេលានិងរៀបចំបំពេញឲ្យសិស្សបានត្រឹមត្រូវបានធ្វើកើតប៉ុន្តែជាក់ស្ដែងពេលដែលយើងអនុវត្តយើងមិនអាចកំណត់ពេលវេលាជាក់ស្ដែងច្បាស់លាស់ហើយអញ្ចឹងអានឹងគឺជាចំណុចខ្សោយរបស់ការវិទ្យាល័យអនុវត្តនឹងពិបាកក្នុងការរៀបចំផែនការសម្រាប់ពេលវេលាកំណត់អានេះខ្ញុំនិយាយខាងលើចឹងបើសិនជាយើងពិបាកនឹងការរៀបចំព្រោះដោយសារអីបើសិនជាយើងជាគ្រូយើងចេះយើងអនុវត្តហើយ
បាននីតិគឺប៉ុណ្ណឹងហើយប៉ុន្តែបើសិនជាសិស្សគាត់អត់អាចដូចយើងបានទេអញ្ចឹងអានឹងក៏ជាចំណុចខ្សោយរបស់ការវិទ្យាល័យអនុវត្តនឹងដែរអញ្ចឹងចំណុចបន្ទាប់ទៀតចំណុចទី3ទៅដែរដែនកំណត់អញ្ចឹងដែនកំណត់គេចង់និយាយមិនភាពជឿជាក់និងទៀងទាត់សំណេរអត្ថបទគឺជាប្រភេទចម្លងនៃកំហុសការវាស់វែងនៃការវិទ្យាល័យដាក់បន្ទុកការអនុវត្តតម្រូវឲ្យមានការវិនិច្ឆ័យដោយមនុស្សតែម្នាក់ប្រកបដោយវិជ្ជាជីវៈហើយវាមានការប្រែប្រួលកំហុសដោយសារភាពលំអៀងឬកត្តាផ្សេងទៀតចឹងមានថាដែនកំណត់នៃនៃចំណុចហ្នឹងគឺវាតម្លៃហើយវាត្រូវមានដែនកំណត់គ្រប់គ្រាន់សម្រាប់ការវាតម្លៃការអនុវត្តហ្នឹងនៅពេលដែលលោកគ្រូគាត់ឡើងវាតម្លៃគឺត្រូវប្រកបដោយវិជ្ជាជីវៈត្រឹមត្រូវចំណុចបន្ទាប់គំរូដែលសារតែទាមទារពេលវេលាមួយចំនួនសម្រាប់សិស្សក្នុងការវិទ្យាល័យអនុវត្តដូច្នេះយើងត្រូវមានគំរូតិចតួចបន្តិចប៉ុណ្ណោះសម្រាប់ការវិទ្យាល័យបំណែនរបស់សិស្សអញ្ចឹងមានន័យថាយើងត្រូវទាមទារពេលវេលារបស់សិស្សគាត់ដើម្បីឲ្យគាត់អនុវត្តហើយបានយើងវិទ្យាល័យក្រោយព្រោះដោយសារអីចំណុចយើងគឺចំណុចការវិទ្យាល័យនៃការអនុវត្តបើសិនជាគាត់មិនអនុវត្តទេអញ្ចឹងយើងមិនអាចវាតម្លៃបានអញ្ចឹងយើងទាមទារពេលវេលារបស់សិស្សសម្រាប់ការអនុវត្តមួយហ្នឹងពេលវេលាគ្រូចំណាយពេលច្រើនក្នុងការបង្កើតកិច្ចការដែលល្អអនុវត្តនីតិបទនិងលក្ខខណ្ឌវិនិច្ឆ័យក្នុងការដាក់បន្ទុកគ្រប់គ្រងកិច្ចការសង្កេតសិស្សបន្ទាប់មកអនុវត្តនីតិបទក្នុងការដាក់បន្ទុកការអនុវត្តផលិតផលអញ្ចឹងមានថាពេលលោកគ្រូអ្នកគ្រូក៏ត្រូវចំណាយពេលវេលាច្រើនក្នុងការបង្កើតកិច្ចការមួយឲ្យទៅសិស្សទៅធ្វើការឲ្យគាត់ធ្វើអីមួយតាក់ទងជាមួយនឹងមុខវិជ្ជាដូចជាខ្ញុំនិយាយមុខវិជ្ជាមុនចុះដាំផ្កាអញ្ចឹងទៅលោកគ្រូក៏ចំណាយពេលវេលាច្រើនសម្រាប់មើលព្រោះថាការលូតលាស់របស់ផ្កាវាត្រូវមានពេលវេលាក្នុងការលូតលាស់អញ្ចឹងមានថាយើងត្រូវចំណាយពេលវេលាច្រើនតកតងជាមួយចំណុចបន្ទាប់តកតងជាមួយនឹងតម្រូវការមូលដ្ឋានសម្រាប់ការប្រើប្រាស់នៃការវាតម្លៃនិងអនុវត្តអញ្ចឹងកម្រិតនៃមូលដ្ឋានតម្រូវការមូលដ្ឋានសម្រាប់ការប្រើប្រាស់ការវាតម្លៃហ្នឹងគេមានទាំងអស់6ចំណុច slide ទី1និយាយ3ចំណុចសិនសង្កេតអាកប្បកិរិយាឬសមត្ថភាពជាក់លាក់អញ្ចឹងមុននឹងយើងដាក់ការអនុវត្តដើម្បីយើងវាតម្លៃការអនុវត្តជាក់ស្ដែងដែលមានប្រសិទ្ធភាពបានយើងត្រូវសង្កេតមើលអាកប្បកិរិយារបស់សិស្សនិងសមត្ថភាពជាក់ស្ដែងរបស់គាត់សិន2សមត្ថភាពស្មុគស្មាញឬជំនាញមិនត្រូវវាស់វែងតែលើកត្តាហេតុអញ្ចឹងមានថាបើសិនជាសិស្សខ្លះគាត់អាចឆ្លើយរួចតកតងជាមួយសំណួរដែលលោកគ្រូសួរតកតងជាមួយនឹងការអាប់លុយអាប់អីចឹងសិស្សគាត់អាចឆ្លើយរួចទេប៉ុន្តែតកតងបើសិនជាឲ្យគាត់អនុវត្តអត់កើតទេអញ្ចឹងមានថាការសមត្ថភាពហ្នឹងវាមិនអាចវាស់វែងដោយការប្រឡងបានទេអញ្ចឹងគាត់អនុវត្តផ្ទាល់បានលោកគ្រូគាត់អាចវាតម្លៃបានអញ្ចឹងតម្រូវការត្រូវតែចឹងបានលោកគ្រូគាត់វាតម្លៃបាន3កិច្ចការត្រូវផ្ដោតលើលំនាំនៃដែលបានបង្រៀនអញ្ចឹងមានថាកិច្ចការដែលយើងដាក់ឲ្យគាត់ដើម្បីយកទៅការវាតម្លៃអនុវត្តហ្នឹងដាក់តម្រូវក្នុងលំនាំនៃការបង្រៀនរបស់យើងមិនមែនយើងដាក់តាក់ទងជាមួយយើងរៀនជាមួយនឹងការអាប់លុយតែយើងបែរជាទៅដាក់តាក់ទងជាមួយនឹងការមាននឹងចំណងអីចឹងទៅអញ្ចឹងវាអត់ត្រូវទេអញ្ចឹងយើងវាតម្លៃវាអត់មានប្រសិទ្ធភាពអីទេហើយតាក់ទងមួយចំណុចបន្ទាប់ចំណុចទី4កិច្ចការអនុវត្តត្រូវមានភាពងាយស្រួលដើម្បីវិនិច្ឆ័យស្របនៃអាកប្បកិរិយារបស់សិស្សឬកម្រិតនៃការយល់ដឹងឬជំនាញផ្ដល់ព័ត៌មាននៅចំណុចខ្លាំងនិងចំណុចខ្សោយចំណុចទី4នេះគឺចង់និយាយថាបើសិនជាការកិច្ចការអនុវត្តនឹងធ្វើវិនិច្ឆ័យនឹងវាអត់សមស្របទៅនឹងចរិតលក្ខណៈរបស់សិស្សកម្រិតចាស់យល់ដឹងរបស់សិស្សឲ្យធ្វើឲ្យការវាតម្លៃរបស់យើងហ្នឹងវាអត់មានប្រសិទ្ធភាពទេឧទាហរណ៍ថាសិស្សចេះចាយលុយត្រឹម5000ទេអាប់លុយចាយ5000ចាយអស់500អាប់4500តែយើងដាក់លុយមាន100,000ចាយអស់5000ត្រូវអាប់បានអញ្ចឹងអានឹងវាលើសពីចំណេះដឹងរបស់សិស្សអញ្ចឹងអានឹងពិបាកវាជាមូលដ្ឋានគ្រឹះនៃការវាតម្លៃដែរបើសិនជាយើងដាក់ទៅលើសលុបពេកលើសកម្រិតចំណេះដឹងរបស់គាត់ពេកធ្វើឲ្យការវាតម្លៃរបស់អនុវត្តហ្នឹងក៏វាអត់សូវមានប្រសិទ្ធភាពដែរចំណុចទី5តម្រូវការឲ្យមានផលិតផលឬអាកប្បកិរិយាដែលមានតម្លៃក្នុងសិទ្ធិរបស់ពួកគេអញ្ចឹងបើសិនជាឧទាហរណ៍ថាយើងដាក់កិច្ចការមួយឲ្យគាត់យើងត្រូវតែ
យើងត្រូវតែមើលទៅមើលតម្លៃនិងយើងផ្ដល់តម្លៃឲ្យគាត់ក្នុងសិទ្ធិរបស់គាត់ក្នុងការជ្រើសរើសកិច្ចការមួយណាដើម្បីយកទៅបំពេញយើងមិនអាចដាក់កំហិតថាកូនឯងត្រូវធ្វើនេះតាក់ទងប៉ុន្តែជាក់ស្ដែងចំណេះដឹងរបស់គាត់អត់គ្រប់គ្រាន់នឹងការធ្វើហ្នឹងហើយគាត់សុំទៅធ្វើផ្សេងចាំមានន័យថាយើងជាគ្រូយើងត្រូវតែមើលទៅលើតម្លៃនិងផ្ដល់សិទ្ធិឲ្យគាត់ក្នុងការជ្រើសរើសកិច្ចការណាមួយដើម្បីឲ្យមើលទៅសមស្របនឹងសមត្ថភាពរបស់គាត់ចំណុចទី6កិច្ចការនិងអនុវត្តនាំឲ្យជំរុញស្វ័យវាយតម្លៃរបស់សិស្សអញ្ចឹងបើសិនជាយើងដាក់កិច្ចការហើយយើងត្រូវតែជំរុញការវាយតម្លៃរបស់សិស្សនឹងឲ្យថារបស់កូនក៏ឯងត្រូវចេះដើម្បីវាទទួលបានលទ្ធផលល្អអញ្ចឹងធ្វើឲ្យយើងជំរុញឲ្យវាយតម្លៃទៅយើងសរសើរសិស្សមានអារម្មណ៍ក្នុងការធ្វើការងារនឹងបន្តតកតងមួយចំណុចបន្ទាប់ដំណើរការនៃការវាយតម្លៃផ្អែកលើការអនុវត្តអញ្ចឹងវាមានពីរជំហានធំជំហានទី1គឺយើងកំណត់គោលដៅមុននឹងយើងវាយតម្លៃហើយយើងមុននឹងយើងវាយតម្លៃសំទោសមុននឹងយើងវាយតម្លៃយើងត្រូវតែយើងកំណត់គោលដៅមួយសិនដើម្បីយើងអាចវាយតម្លៃបានអញ្ចឹងចំណុចជំហានទី1គេនិយាយពីការវាយតម្លៃជំហានទី2នៃការបង្កើតសកម្មភាពអនុវត្តអញ្ចឹងជំហានទី1គេអាចបែងចែកចេញជាពីរទៀតគឺកំណត់ថាតើអ្នកនឹងវាយតម្លៃអំពីអ្វីអញ្ចឹងបើសិនជាយើងកំណត់តកតងជាមួយនឹងការវាយតម្លៃអត់ច្បាស់លាស់វាធ្វើឲ្យប៉ះពាល់ទៅដល់លើការវាយតម្លៃនឹងដែរអាចសម្រេចបាននៅការពិនិត្យនិងស្ទាបស្ទង់គោលបំណងអញ្ចឹងមុននឹងយើងសម្រេចในការអនុវត្តនឹងយើងត្រូវរៀបចំគោលដៅយើងត្រូវរៀបស្ទាបស្ទង់យើងត្រូវមានស្តង់ដារច្បាស់លាស់មានគោលបំណងច្បាស់លាស់បានយើងវាយតម្លៃទៅធ្វើកុំឲ្យវាមានផលប៉ះពាល់ទៅដល់សិស្សដែលគាត់ខ្សោយអីចឹងទៅជំហានទី2ការបង្កើតសកម្មភាពអនុវត្តអញ្ចឹងក្រោយពីយើងរៀនគោលដៅយើងរៀបគម្រោងត្រួតពិនិត្យស្តង់ដារអស់ហើយយើងត្រូវតែបង្កើតសកម្មភាពឲ្យសិស្សធ្វើចឹងចំណុចទី1រៀបចំគម្រោងនិងកិច្ចការដែលសិស្សអាចបង្ហាញចំណេះដឹងហេតុផលជំនាញនិងអាកប្បកិរិយារបស់គាត់ចឹងយើងត្រូវរៀបចំអនុវត្តបំណិញតាក់ទងជាមួយនឹងមេរៀនយើងដែលរៀនហើយយើងត្រូវរៀបគម្រោងឲ្យគាត់ថាដែលដើម្បីរៀបគម្រោងហ្នឹងមិនរៀបគម្រោងឲ្យសិស្សបង្ហាញពីសមត្ថភាពរបស់គាត់បើសិនជាសមត្ថភាពគាត់ត្រឹម2ឬក៏3យើងមិនអាចដាក់ឲ្យទៅដល់5ទេអញ្ចឹងមានន័យថាគាត់មិនអាចបង្ហាញចំណេះដឹងរបស់គាត់មានបានទេអញ្ចឹងយើងជាគ្រូយើងត្រូវមើលកម្រិតនៃចំណេះដឹងរបស់គាត់រៀបចំគម្រោងឲ្យច្បាស់លាស់តាក់ទងជាមួយនឹងអឺកិច្ចការណាមួយឲ្យសមស្របទៅនឹងការទៅនឹងសមត្ថភាពរបស់សិស្សយើងមួយទៀតកិច្ចការទាំងនេះគួរតែមានលក្ខណៈពិតប្រាកដជាមួយនឹងពិភពពិតដែលអាចធ្វើទៅបាននិងមានយុត្តិធម៌អញ្ចឹងបើសិនជាឧទាហរណ៍ថាយើងដាក់កិច្ចការទៅវាខុសពីភាពជាក់ស្ដែងពេកវាខុសពីភាពជាក់ស្ដែងដូចខ្ញុំនិយាយអញ្ចឹងថារៀនតាក់ទងជាមួយនឹងមេរៀនហិរញ្ញវត្ថុកូនក្មេងចាយយ៉ាងច្រើនបំផុតត្រឹម10000តែយើងស្រាប់តែថាយើងទៅដាក់ដល់10 20ម៉ឺនចឹងក្មេងវាអត់ដឹងទេអត់ដឹងថាគូអាប់មិនឬក៏ចាយមិនទេវាស្គាល់กระดาษលុយហ្នឹងប៉ុន្តែវាអត់ដែរប៉ះវាអត់ដែរចាយលុយធំដល់ណាស់ហ្នឹងឯងជាធម្មតាក្មេងអាចចាយទាំង5000អីទេអញ្ចឹងអាហ្នឹងក៏យើងគួរតែសិក្សាទីមួយទៀតគឺបត់បែនទៅបត់បែននិងសង្កេតបានអញ្ចឹងយើងត្រូវបត់បែនទៅតាមសមត្ថភាពរបស់សិស្សមិនអាចថាយើងដាក់ដល់កម្រិត A ហើយយើងត្រូវតែ A ទេបើសិនជាជើងជាងខ្សោយយើងបត់បែនមកដើម្បីឲ្យសិស្សយើងបានទៅមុខទាំងអស់គ្នាអញ្ចឹងស្លាយបន្ទាប់ទៀតជំហានទាំងអស់គឺជំហានទី3ជំហានទី3បង្កើតលក្ខណៈវិនិច្ឆ័យអញ្ចឹងនៅក្រោយពីយើងរៀបគម្រោងហើយយើងសិក្សាអំពីចំណេះដឹងរបស់គាត់ហើយយើងត្រូវបង្កើតលក្ខណៈវិនិច្ឆ័យបន្ទាប់ពីកិច្ចការឬគម្រោងបានកំណត់ហើយលក្ខណៈវិនិច្ឆ័យត្រូវបានបង្កើតឡើងដើម្បីវាតម្លៃជោគជ័យរបស់សិស្សអញ្ចឹងបើសិនបើយើងដាក់ហើយអីហើយយើងត្រូវបង្កើតលក្ខណៈវិនិច្ឆ័យមួយឲ្យសិស្សថាសិស្សទទួលបានភាពជោគជ័យបើសិនជាយើងដាក់បែបហ្នឹងទៅអញ្ចឹងចំណុចបន្ទាប់ទៀតតកតងជាមួយនឹងចំណុចទី6លទ្ធផលសិក្សារំពឹងទុកក្នុង1ម៉ោងសិក្សាអញ្ចឹងមានថាក្នុង1ម៉ោងលទ្ធផលរំពឹងទុកក្នុង1ម៉ោងសិក្សាអញ្ចឹងមានថាបើយើងរៀន1ម៉ោងយើងបំរំពឹងទុកឲ្យសិស្សយើងសម្រេចបានអីយើងត្រូវតែព្យាយាមធ្វើឲ្យបានតកតងជាមួយនឹងលទ្ធផលរំពឹងទុកក្នុង1ម៉ោងសិក្សាសម្រាប់ការវាយតម្លៃអនុវត្តអញ្ចឹងវាមាន4ចំណុចទូចចំណុចមួយយល់ដឹងឲ្យស៊ីជម្រៅចាំមានថាក្នុង1ម៉ោងសិក្សាយើងត្រូវព្យាយាមធ្វើយ៉ាងណាឲ្យសិស្សយល់ដឹងឲ្យស៊ីជម្រៅតាក់ទងជាមួយនឹងមេរៀនហ្នឹងបង្ហាញហេតុផលឲ្យគាត់ថាហេតុអីបានយើងត្រូវរៀនមេរៀនហ្នឹងពំនិនអញ្ចឹងមានន័យថាចេះយើងត្រូវរៀនឲ្យបញ្យល់គាត់ហេតុផលឲ្យត្រូវគាត់ឲ្យគាត់នឹងយកទៅអនុវត្តផ្ទាល់ទៀតនៅក្នុងជីវភាពរស់នៅហ្នឹងហើយឲ្យអាច
អាចឲ្យគាត់ផលិតផលថ្មីអញ្ចឹងមានន័យថាឲ្យគាត់ចេះបើសិនជាគ្រូប្រាប់ថា1000អាប់500អញ្ចឹងបើសិនអាប់500គឺអាប់500ប៉ុន្តែដល់ពេលផលិតផលថ្មីគាត់ថាចាយមានគីឡូ1000ចាយអាប់500អញ្ចឹងអាប់កណ្ដាស់105ស្លឹកក៏បានដែរមិនមែនប្រកាសថាអាប់តែកណ្ដាស់500អាហ្នឹងគឺជាការបង្កើតលទ្ធផលថ្មីក្រៅពីអ្វីដែលគ្រូបានបង្រៀនហើយតកតងមួយចំណុចទី6លទ្ធផលនៃការវិទ្យាល័យក្នុងម៉ោងសិក្សាតពី slide ខាងមុនចឹងខ្ញុំនិយាយមិញខ្ញុំបញ្យល់តាមនិយាយបញ្យល់តកតងមួយចំណុចទូទៅដែរចឹងនេះគឺជាចំណុចបន្ទាប់ដែលខ្ញុំនិយាយនឹងគឺហេតុផលភាពស៊ីជម្រៅនិងបំណិនផលិតផលអ្នកសិស្សអាចបង្កើតរបាយការណ៍ឬក៏ធ្វើបទបង្ហាញបែបបទណាមួយតកតងជាមួយនឹងការយើងរៀនហើយអញ្ចឹងអា slide ហ្នឹងខ្ញុំសូមរំលងព្រោះខ្ញុំនិយាយខាងលើហើយអញ្ចឹងចំណុចទី7តកតងជាមួយនឹងការដាក់បន្ទុកនៃការវិទ្យាល័យអញ្ចឹងការដាក់បន្ទុកជាប្រភេទការដាក់បន្ទុកយើងចែកចេញជាចំណុចទូចខាងក្រោមហ្នឹងតារាងបញ្ជីត្រួតពិនិត្យអញ្ចឹងមុននឹងយើងដាក់បន្ទុកយើងត្រូវមានតារាងបញ្ជីសិនដាក់មានតារាងបញ្ជីហ្នឹងមិនឈ្មោះសិស្សភេទអាយុមូលដ្ឋានចំណេះដឹងរបស់គាត់បំណិញឬការអានការអីការប្រឡងអីចឹងហើយគឺជាយើងត្រូវរៀបចំតារាងហ្នឹងសិនតបមកមូលដ្ឋាននៃការវិទ្យាល័យអញ្ចឹងមូលដ្ឋាននៃការវិទ្យាល័យយើងត្រូវរៀនបែងចែកថាមូលដ្ឋានវិទ្យាល័យយើងត្រូវមើលមិនយើងបែងចែកវិទ្យាល័យអីខ្លះចឹងមកឧទាហរណ៍បំណិញអញ្ចឹងយើងត្រូវបែងចែកថាបំណិញហ្នឹងសិស្សមានកម្រិតអីមូលដ្ឋាននៃការវិទ្យាល័យហ្នឹងមិននីតិបတ်ចឹងនីតិបတ်ហ្នឹងគឺវាតម្លៃចេញជាពីរទៀតនីតិបတ်វាតម្លៃទស្សនភាពរួមអញ្ចឹងមានថាគាត់ពេលដែលសិស្សធ្វើជាលក្ខណៈរួមគាត់គ្រូឲ្យអនុវត្តរួមទាំងអស់គាត់អាចវាតម្លៃបានមួយតង់ដល់ពេលហើយវាតម្លៃផ្នែកលម្អិតអញ្ចឹងមានថាបើផ្នែកលម្អិតហ្នឹងគេចង់សម្ដៅថាសិស្សក្នុងម្នាក់គាត់ឲ្យឡើងវិទ្យាល័យអញ្ចឹងមានលម្អិតទៀតគាត់ឲ្យលម្អិតដឹងថាសិស្សនឹងខ្លាំងឬក៏ខ្សោយបើសិនជាវិទ្យាល័យទស្សនភាពរួមមានថាសិស្សខ្លះគាត់ចេះតែប្រហោបមកតាមគេទេអញ្ចឹងមានន័យថាអាហ្នឹងគឺជាការវិទ្យាល័យប្រភេទនៃការដាក់បន្ទុកខ្ញុំសូមទៅ slide បន្ទាប់ចឹងខ្ញុំនិយាយចំណុចទូចហើយចឹងខ្ញុំសូមចូលដល់ចំណុចនេះដែលខ្ញុំរៀបរាប់ពីមុនចឹងខ្ញុំសូមបញ្ជាក់លម្អិតខ្លាំងតកតងជាមួយនឹង slide ហ្នឹងនៃការត្រួតតារាងបញ្ជីត្រួតពិនិត្យតារាងបញ្ជីត្រួតពិនិត្យគឺជាការចុះបញ្ជីលក្ខណៈវិនិច្ឆ័យនិងផ្នែកដែលត្រួតពិនិត្យលក្ខណៈវិនិច្ឆ័យផ្នែកនីមួយៗនិងបំពេញឲ្យសមស្របនឹងការសម្រេចចិត្តបានឬទេអញ្ចឹងមានន័យថាការយើងរៀបតារាងមកហើយយើងឲ្យគាត់គ្រូឲ្យគូគ្រីសឬគូខ្វែងមកអញ្ចឹងយើងអាចដឹងហើយថាអាហ្នឹងគឺជាតារាងនៃការត្រួតពិនិត្យអញ្ចឹងមូលដ្ឋានគ្រឹះមូលដ្ឋាននៃការវិទ្យាល័យអញ្ចឹងមូលដ្ឋាននៃការវិទ្យាល័យហ្នឹងគឺរួមបញ្ចូលទាំងលេខនិងអក្សរហើយមូលដ្ឋាននៃភាពបែបគុណភាពគឺតិចតួចមិនវាអាចថាយើងអាចវាតម្លៃរបស់គាត់ទាំងបំណិញនឹងការប្រឡងការធ្វើតេស្តរបស់គាត់ចឹងទៅល្អឬក៏មិនល្អទៅតាមអ្វីដែលគាត់ធ្វើជាក់ស្ដែងហើយនេះគឺជាតារាងគឺជាមូលដ្ឋាននៃការវាតម្លៃមូលដ្ឋានវាតម្លៃជាលេខអញ្ចឹងមានន័យថាចំណេះយល់ដឹងបានពេញលេញ5 4 3 2 1ចឹងមកអញ្ចឹងមានន័យថាកម្រិតនៃការយល់ដឹងរបស់គាត់មានតាមឋានៈរបស់គាត់គ្មានការគ្រប់គ្រាន់អញ្ចឹងមានន័យថា1 2 3 4 5មានការគ្រប់គ្រងច្បាស់លាស់អញ្ចឹងបើសិនជាគាត់មានដល់កម្រិត7មានន័យថាគាត់យល់ដឹងច្បាស់លាស់តែអាចចំណុចខាងលើនេះបើដល់1មានន័យថាសិស្សនឹងគាត់អត់មានចំណេះដឹងក៏ហើយនឹងអត់មានបំណិញទេហើយអ្នកទើបនឹងចេះអញ្ចឹងអ្នកបើសិនជាគាត់អាចធ្វើបានត្រឹម1ឬក៏2ឬក៏3មានន័យថាគាត់ទើបនឹងចេះទេគាត់អត់សូវមានបំណិញនៅក្នុងខ្លួនទេហើយតកតងជាមួយនឹងចំណុចបន្ទាប់ចំណុចទី8នីតិបទជាប្រភេទនីតិបទនិងសារៈសំខាន់អញ្ចឹងនិយមន័យថ្ងៃនេះគេនិយាយពីតកតងជាមួយនឹងនិយមន័យនីតិបទគឺជាវិធីសាមញ្ញដែលមានប្រសិទ្ធភាពបំផុតក្នុងការវាយតម្លៃដាក់បន្ទុកលើការសម្ដែងជានីតិបទហ្នឹងគេវាយតម្លៃលើការសម្ដែងរបស់សិស្សឧទាហរណ៍ថាយើងឲ្យសិស្សឡើងសម្ដែងតកតងជាមួយនឹងហ្គេមសារទំនើបតកតងជាមួយនឹងការចាយលុយយ៉ាងអាប់លុយអាប់អីចឹងយើងអាចវាតម្លៃគាត់បានតកតងជាមួយនឹងការសម្ដែងរបស់គាត់ថាគាត់ចេះអាប់លុយអត់គាត់ចេះចាយលុយគាត់ចេះស្គាល់กระดาษលុយអត់ចឹងមានន័យថាអាហ្នឹងគឺជានីតិបទហើយ
ការណែនាំដាក់បន្ទុកនឹងរួមបញ្ចូលមូលដ្ឋាននិងកម្រិតនៃសមត្ថភាពចឹងមានថាយើងណែនាំនៃការដាក់បន្ទុកហើយនឹងបញ្ចូលតាក់ទងជាមួយនឹងកម្រិតនៃការដាក់បន្ទុកកម្រិតមើលកម្រិតថាកម្រិតសមត្ថភាពគាត់ប៉ុន្មានដាក់បន្ទុកមកប៉ុណ្ណាចឹងទៅឧទាហរណ៍ថាគាត់អាចធ្វើបានគួរសមយើងអាចដាក់គាត់5ឬក៏6យើងត្រូវណែនាំប្រាប់ទៅសិស្សតាក់ទងជាមួយនឹងចំណុចហ្នឹងមូលដ្ឋាននេះអាចប្រើលើលក្ខណៈវិនិច្ឆ័យដើម្បីបង្កើតតារាងណាមួយដែលមានពីរផ្នែកគឺតារាងវិនិច្ឆ័យម្ខាងនិងតារាងបន្ទុកម្ខាងអញ្ចឹងមានន័យថាយើងបង្កើតតារាងជាពីរមួយវិនិច្ឆ័យយើងមើលជាក់ស្ដែងថាគាត់ល្អឬក៏ខ្សោយឬក៏មធ្យមអញ្ចឹងយើងអាចដាក់បន្ទុកបានហើយលក្ខណៈវិនិច្ឆ័យគួរតែរៀបតាមលំដាប់អញ្ចឹងយើងរៀបតាមលំដាប់មកថាខ្លាំងឬក៏ខ្សោយអីតាមលំដាប់មកចុះពីលើចុះមកក្រោមអញ្ចឹងមកហើយតកតងមួយនីតិបទនឹងតពីចំណុចមុនប្រភេទនីតិបទអញ្ចឹងនីតិបទវាខ្ញុំនិយាយស្លាយតកតងជាមួយនឹងស្លាយខាងលើដែរថាតើមួយនីតិបទនឹងចែកចេញជាពីរនីតិបទវាតម្លៃទិដ្ឋភាពរួមនិងនីតិបទវាតម្លៃផ្នែកលម្អិតអញ្ចឹងមានន័យថាការវាតម្លៃនីតិបទនឹងមានពីរទម្រង់ទី1នីតិបទវាតម្លៃទិដ្ឋភាពរួមអញ្ចឹងយើងអានេះគឺជាតារាងដែលតកតងជាមួយនឹងការនីតិបទទម្រង់ដែលវាតម្លៃទិដ្ឋភាពរួមអញ្ចឹងវាមានពីលេខ5 4 3 2 1 0អញ្ចឹងអានេះជាកិច្ចការពណ៌នាហើយកន្លែងលេខនេះគឺជាកម្រិតនៃបន្ទុកអញ្ចឹងបើសិនជាបង្កើតការយល់ដឹងបញ្ហាពេញលេញអញ្ចឹងមានថាបើសិនជាគាត់យល់ដឹងតកតងជាមួយបំណិននឹងហើយយើងដាក់គាត់5បង្ហាញពីការដឹងច្បាស់អំពីបញ្ហានិងតម្រូវការទាំងអស់នៃកិច្ចការទាំងមូលអញ្ចឹងមានន័យថាបើគាត់យល់ដឹងពីកម្រិតនៃការធ្វើកិច្ចការនឹងហើយយើងដាក់គាត់4បង្ហាញពីភាពដឹងខ្លះនៃផ្នែកខ្លះអំពីបញ្ហានិងភាគច្រើននៃកិច្ចការដែលត្រូវបានបញ្ចូលអញ្ចឹងមានថាគាត់យល់ដឹងខ្លះហើយអញ្ចឹងយើងអាចដាក់គាត់មក3អញ្ចឹងទៅបង្ហាញពីការយល់ដឹងតិចតួចអំពីបញ្ហាបើសិនជាគាត់យល់ដឹងតិចតួចយើងដាក់គាត់2បង្ហាញពីការមិនយល់ដឹងពីបញ្ហាមានន័យថាដាក់គាត់1បើសិនជាគាត់មិនចេះអីទាំងអស់គាត់អត់យល់ដឹងទាំងអស់យើងឲ្យគាត់1អញ្ចឹងទៅមិនមានចម្លើយនិងមានបំណងអញ្ចឹងមានថាបើសិនជាយើងសួរយើងដាក់ឲ្យគាត់ធ្វើកិច្ចការហ្នឹងហើយស្រាប់តែគាត់មកវិញគាត់អត់មានអីទាំងអស់អញ្ចឹងយើងដាក់គាត់0ទៅចឹងចំណុចបន្ទាប់មកយើងតាក់ទងជាមួយនឹងសារៈសំខាន់នៃនីតិបទសារៈសំខាន់វាមិនចឹងអានេះគេមានពីរចំណុចមកតារាងបន្ទុកនិងផ្ដល់ការវាតម្លៃជាក់ស្ដែងសម្រាប់កម្រិតនៃការអនុវត្តជាក់ស្ដែងលើការវិនិច្ឆ័យរបស់ពួកគេអញ្ចឹងមានថាយើងជាតារាងយើងវាមានសារៈប្រយោជន៍ថាយើងត្រូវធ្វើតារាងដើម្បីវិនិច្ឆ័យលើការដាក់បន្ទុករបស់សិស្សនោះមានព័ត៌មានច្បាស់លាស់ទាក់ទងជាមួយនឹងការអនុវត្តរបស់ពួកគាត់ដើម្បីឲ្យគាត់មាននៅថ្ងៃអនាគតទៅគាត់អាចកាន់តែប្រសើរជាងនឹងហើយអឺចំណុចទី9សំណូមពរមួយចំនួនក្នុងការបង្កើតនីតិបទល្អបំផុតនៅពេលដែលយើងចូលរួមដំណើរការ2ឬក៏3បញ្ចូលគ្នាវាមានប្រយោជន៍ក្នុងការចាប់ផ្ដើមដោយបញ្ជាក់ពីរបៀបកំណត់វិនិច្ឆ័យនៃការអនុវត្តក្នុងកម្រិតផ្សេងគ្នាត្រូវប្រាកដថាលក្ខណៈវិនិច្ឆ័យផ្ដោតលើចំណុចសំខាន់នៃការអនុវត្តផ្គត់ផ្គង់ប្រភេទនៃការវាយតម្លៃជាមួយនឹងគោលបំណងនៃការអនុវត្តការពណ៌នាអំពីការវិនិច្ឆ័យដែលសង្កត់បានដោយផ្ទាល់ខ្ញុំមានថាសំណូមពរនៃការបង្កើតនីតិបទហ្នឹងគឺគេគ្រាន់តែចង់ឲ្យអឺលោកគ្រូអ្នកគ្រូគាត់វាតម្លៃតាក់ទងជាមួយសិស្សហ្នឹងបែបភាពលម្អិតហើយងាយស្រួលក្នុងការវាតម្លៃអីចឹងទៅហើយនេះគឺជាសំណូមពរមួយចំនួនដែលបង្កើតនីតិបទអញ្ចឹងលក្ខណៈវិនិច្ឆ័យត្រូវសរសេរដូច្នេះសិស្សឪពុកម្ដាយនិងអ្នកដទៃយល់ពីវាអញ្ចឹងបើសិនជាយើងធ្វើនីតិបទហ្នឹងហើយដើម្បីងាយស្រួលដល់យើងបញ្ចូលដល់សិស្សនិងបញ្ចូលដល់អាណាព្យាបាលគាត់ឲ្យតកតងជាមួយនឹងចំណេះដឹងតកតងជាមួយនឹងបំណិនរបស់គាត់ចរិតលក្ខណៈនិងលក្ខណៈពិសេសរបស់ប្រើមូលដ្ឋានគ្រឹះត្រូវបានកំណត់ច្បាស់លាស់អញ្ចឹងយើងត្រូវ
កំណត់វាបានច្បាស់លាស់ទៅលើមូលដ្ឋានគួរដែលកំណត់ឲ្យវាច្បាស់លាស់ដើម្បីងាយស្រួលក្នុងការបកស្រាយនិងបញ្យល់ទៅដល់សិស្សថាហេតុអីបានសិស្សពេលសិស្សសួរហេតុអីបានខ្ញុំបានបន្ទុកប៉ុណ្នេះអ្នកផ្សេងបានបន្ទុកប៉ុណ្ណោះចឹងទៅអញ្ចឹងយើងមានមូលដ្ឋានមូលដ្ឋានដើម្បីឲ្យគាត់បញ្យល់គាត់ថាមកពីយើងខ្វះខាតចំណុចនេះបានយើងបានបន្ទុកប៉ុណ្ណឹងហើយមួយទៀតការវិនិច្ឆ័យសមស្របទៅនឹងការបន្ថយបន្ទុកអញ្ចឹងបើសិនជាមានវិធានការសមស្របដើម្បីកាត់បន្ថយកំហុសក្នុងការដាក់បន្ទុកអញ្ចឹងបើសិនជាគាត់យើងដាក់បន្ទុកវាកាត់បន្ថយនឹងការដាក់បន្ទុកនឹងដែរកាត់បន្ថយកំហុសនៅពេលដែលយើងដាក់បន្ទុកឬក៏លំអៀងទៅណាមួយអីចឹងទៅប្រព័ន្ធដាក់កិច្ចការត្រូវតែអាចធ្វើបានចឹងមានន័យថាបើយើងបង្កើតវាហើយយើងបង្កើតកិច្ចការមួយដែលសិស្សយើងអាចធ្វើបានមិនបង្កើតកិច្ចការហើយសិស្សយើងថ្នាក់ធ្វើបានអត់ធ្វើបានទាំងអស់នោះទេចឹងចំណុចរបស់ខ្ញុំសូមបញ្ចប់ត្រឹមហ្នឹងសូមជម្រាបលាលោកគ្រូ